រដ្ឋាភិបាលឥណ្ឌាបានរិះគន់ប្រទេសថៃចំនឹងដោយបើកចំហចំពោះការបំផ្លាញរូបសំណាកព្រះវិស្ណុដែលអាជ្ញាធរកម្ពុជានិយាយថាស្ថិតនៅក្នុងតំបន់អានសេះខេត្តព្រះវិហារដែលជាទឹកដីរបស់កម្ពុជារូបសំណាកព្រះវិស្ណុនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ2014និងត្រូវយោធាថៃទាញទម្លាក់បំផ្លាញចោលយ៉ាងព្រៃផ្សៃនៅថ្ងៃទី22ខែធ្នូឆ្នាំ2025ខណៈដែលការប្រយុទ្ធគ្នារវាងកងកម្លាំងថៃនិងកម្ពុជាកំពុងបន្តដែលកម្ពុជាហៅថាជាទង្វើឈ្លានពាននៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី24ខែធ្នូលោក Radhia Jaiswal អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបាននិយាយថាព្រះហិណ្ឌូនិងព្រះពុទ្ធសាសនាត្រូវបានគោរពយ៉ាងទូលំទូលាយនៅទូទាំងតំបន់អាស៊ីដែលជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមគ្នាលោកសង្កត់ធ្ងន់ថាទង្វើបែបនេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់អារម្មណ៍របស់អ្នកប្រតិបត្តិជុំវិញពិភពលោកហើយមិនគួរកើតឡើងទេទោះក្រោមរូបភាពណាក៏ដោយការរិះគន់របស់ឥណ្ឌាគឺមានសារៈសំខាន់ពីព្រោះនៅក្នុងនាមជាមជ្ឈមណ្ឌលអរិយធម៌នៃសាសនាហិណ្ឌូនិងជាដៃគូអាស៊ានដ៏សំខាន់សេចក្តីថ្លែងការណ៍របស់ឥណ្ឌាកំណត់សកម្មភាពរបស់យោធានិងរដ្ឋាភិបាលថៃថាជាការវាយប្រហារទៅលើបេតិកភណ្ឌសាសនានិងវប្បធម៌រួមរបស់អាស៊ីបន្ថែមពីលើនោះអតីតសមាជិកឥណ្ឌាដ៏មានឥទ្ធិពលម្នាក់លោក Vijay Desai Reddy ក៏បានចោទប្រទេសថៃថាមិនអត់ឱនសូម្បីខាងសាសនាលោកថាការបំផ្លាញរូបសំណាកព្រះវិស្ណុក្រោមលេសនៃចំនួនព្រំដែនគឺមិនអាចទទួលយកបានទេហើយបានព្រមានថាគ្មានសាសនាណាមួយបង្ហាញពីសន្តិភាពរបស់ខ្លួនដោយការលុបបំបាត់ជំនឿរបស់អ្នកដទៃឡើយមេដឹកនាំសាសនាមកពីព្រះពុទ្ធសាសនាអ៊ីស្លាមនិងគ្រិស្តសាសនានៅកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយផងដែរដោយថ្កោលទោសការបំផ្លាញទីតាំងដ៏ពិសិដ្ឋនេះនិងជំរុញឲ្យប្រទេសថៃបញ្ឈប់សកម្មភាពដែលគំរាមកំហែងដល់សន្តិភាពវប្បធម៌និងជំនឿឆ្លើយតបនឹងការរិះគន់ជាអន្តរជាតិនេះនាយករដ្ឋមន្ត្រីថៃចាំផ្ទះលោកអនុទាននិយាយថារូបសំណាកដែលត្រូវបានបំផ្លាញមិនអាចប្រៀបធៀបជាមួយនឹងអវយវៈរបស់ទាហានថៃដែលបានបាត់បង់នោះទេហើយវាក៏មិនអាចប្រៀបធៀបជាមួយនឹងទង្វើប្រមាថបានដែរខណៈដែលយោធាថៃបន្តបាញ់ផ្លោងចូលទឹកដីកម្ពុជាខ្ញុំរស់សុធាពី News Today NTTV One refreshing destination. Gansberg Water.